នេះគឺជាសាច់រឿងប្រលឹងចងអាឃាតដោយផ្អែកលើទីតាំងអាគារបោះបង់ចោលនៅលើភ្នំបូកូខេត្តកំពតនៅកណ្ដាលអាប់ដ៏ក្រាស់ត្រជាក់ស្រេបលើកំពូលភ្នំបូកូវិបុលនិងមិត្តភ័ក្តិបានសម្រេចចិត្តចូលទៅរុករកក្នុងសន្តាគារចាស់សម័យបារាំងដែលបោះបង់ចោលនៅពេលឈានជើងចូលដល់ខាងក្នុងស្រាប់តែទ្វារដែកដ៏ធ្ងន់បានបិទផាំងដោយខ្លួនឯងបំបែកវិបុលឲ្យនៅដាច់ម្នាក់ឯងក្នុងភាពងងឹតខណៈកំពុងស្វែងរកផ្លូវចេញវិបុលបានឮសំឡេងក្រចកអូសលើជញ្ជាំងថ្មក្រែបក្រែបនៅលើជញ្ជាំងដែលមានស្លាយដុសក៏ស្រាប់តែលេចចេញនៅអក្សរពណ៌ក្រហមដូចឈាមសរសេរថាវាមិនទាន់ចប់ទេតារាដែលនៅខាងក្រៅបានងើបមើលទៅជាន់ទី3នៃអគារគេបានឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ឈុតរ៉ូបវែងពណ៌សប្រឡាក់ពេញដោយឈាមឈរសម្លឹងមកក្រោមទាំងភ្នែកទទេស្អាតស្រមោលនោះមិនមែនជាមនុស្សទេគឺជាប្រលឹងចងអាឃាតដែលយាមកាមទីនោះរាប់សិបឆ្នាំវិបុលបានរត់ចូលទៅក្នុងបន្ទប់ទឹកចាស់មួយនៅពេលគេសម្លឹងមើលទៅក្នុងកញ្ចក់ដែលបែកគេមិនឃើញរូបរាងខ្លួនឯងទេប៉ុន្តែឃើញស្ត្រីម្នាក់នោះកំពុងឈរនៅពីក្រោយខ្នងគេរួចលូកដៃត្រជាក់ដូចតកកមកអង្អែលករបស់គេយឺតយឺតតាមរយៈការយល់សពទាំងភ្នែកនៅបើកវិបុលបានឃើញហេតុការណ៍កាលពីមុនស្ត្រីម្នាក់នោះគឺជាបុគ្គលិកសន្តាគារដែលត្រូវបានគេធ្វើបាបនិងសម្លាប់បំបិទមាត់នៅក្នុងបន្ទប់សម្ងាត់ក្រោមដីព្រលឹងនាងមិនអាចទៅណាផុតព្រោះកំហឹងនឹងការចងអាឃាតនៅដកជាប់ក្នុងបេះដូងមិត្តភ័ក្តិរបស់វិបុលបានព្យាយាមប្រើវិធីសាស្ត្រតាមជំនឿដើម្បីតាក់ទងជាមួយប្រលឹងនោះពួកគេបានអ៊ុជធូបពឹកកាសហើយសុំទោសជំនួសអ្នកដែលបានធ្វើខុសប៉ុន្តែធូបដែលអ៊ុជស្រាប់តែឆេះយ៉ាងលឿននិងបាក់ជាពីរដែលជាសញ្ញាថានាងមិនព្រមអភ័យទោសឲ្យឡើយអាគារទាំងមូលចាប់ផ្ដើមញ័ររញ្ជួយវិញ្ញាណអាក្រក់បានប្រែក្រឡាជាស្រមោលខ្មៅធំធំដេញតាមក្រុមវិបុលគ្រប់ជាន់សំឡេងសើចក៏បន្លឺឡើងពេញច្រកឌឿងហែមធ្វើឲ្យពួកគេបាត់បង់ស្មារតីនិងវង្វេងផ្លូវរកជណ្ដើរចុះមកក្រោមមិនឃើញវិបុលបានរកឃើញតុក្កតាចាស់មួយដែលប្រឡាក់ឈាមនៅកាច់ជ្រុងបន្ទប់នោះគឺជាវត្ថុចុងក្រោយដែលស្ត្រីនោះកាន់មុនស្លាប់នៅពេលវិបុលប៉ះវាវិញ្ញាណស្ត្រីនោះបានចូលសន្ធិដ្ឋក្នុងខ្លួនគេធ្វើឲ្យគេចាប់ផ្ដើមនិយាយភាសាប្លែកៗនិងមានកម្លាំងខ្លាំងខុសធម្មតាតារាដែលជាមិត្តភ័ក្តិបានប្រើទឹកមុននិងខ្សែកព្រះមកសូត្ររំដោះព្រលឹងដែលចូលសន្ធិដ្ឋពួកគេបានសន្យាថានឹងធ្វើបុណ្យឧទ្ទិសកុសលជូននាងនិងនាំយកតុក្កតានោះទៅបោះចោលក្នុងទឹកសមុទ្រដើម្បីលាងជម្រះកំហឹងស្រមោលខ្មៅក៏ចាប់ដើមរលាយបន្តិចម្ដងព្រឹកឡើងក្រុមវិបុលបានចេញពីអាគារដោយសុវត្ថិភាពប៉ុន្តែសក់របស់វិបុលបានប្រែជាពណ៌សមួយដុំធំចាប់ពីពេលនោះមកអ្នកណាក៏ដោយដែលឡើងទៅភ្នំបូកូតែងតែឮសំឡេងយំខ្សឹកខ្សួលចេញពីអាគារចាស់នោះនៅថ្ងៃសិលដែលជាការរំលឹកថាព្រលឹងចងអាឃាតនៅតែស្ថិតនៅទីនោះរងចាំការយុត្តិធម៌ពិតប្រាកដ